បាទសួស្តីបងប្អូនថ្ងៃនេះធ្វើការចែករំលែកជូនបងប្អូនមួយពាក់ព័ន្ធទៅលើបងប្អូនដែលចង់ចាប់ដៃគូជាមួយការរស់ស៊ីជាមួយអ្នកណាម្នាក់បងប្អូនត្រូវតែវិភាគឬត្រូវតែគិតពីរយៈពេលវែងឬក៏រយៈពេលខ្លីហើយពាក់ព័ន្ធទៅលើប្រយោជន៍បងប្អូនត្រូវគិតនៅពេលក្រោយណាត្រូវគិតនៅពេលក្រោយឬក៏បងប្អូនមានគេចង់ចាប់ដៃគូមួយបងប្អូនប៉ុន្តែគេនិយាយពីប្រយោជន៍មុនប៉ុន្តែពាក់ព័ន្ធទៅលើការងារអត់និយាយជាមួយបងប្អូនទេបងប្អូនគិតថាតើការងារនោះវាបែបម៉េចការងារយើងគូធ្វើកើតអត់គូតែសហការអត់យើងគូតែចាប់ដៃគូជាមួយគ្នាអត់អញ្ចឹងការចាប់ដៃគូសំខាន់ណាបងប្អូនណាទី1បងប្អូនត្រូវសម្លឹងថាតើពេលវេលាដែលធ្វើការជាមួយគ្នានឹងបែបម៉េចឬបើគេដាក់ការងារឲ្យយើងធ្វើយើងមិនទាន់បានធ្វើផងប៉ុន្តែយើងទាមទារប្រយោជន៍តើប្រយោជន៍បែបម៉េចយើងកុំអាស៊ូរឿងប្រយោជន៍យើងត្រូវតែដឹងពីឬគោលនៃការងារទី1ទី2យើងត្រូវថាតើការងារនឹងយើងធ្វើកើតអត់យើងធ្វើបានអត់អញ្ចឹងបទពិសោធន៍របស់ខ្ញុំធ្លាប់ទទួលការងារគេធ្វើខ្ញុំលុះត្រាតែខ្ញុំបានផលប្រយោជន៍បានទទួលលក់ចេញឬក៏ខ្ញុំធ្វើការងារនឹងបានសម្រេចបានខ្ញុំទាប្រយោជន៍សម្រាប់ខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងនេះជាសេវាកម្មរបស់ខ្ញុំអញ្ចឹងវីដេអូនេះខ្ញុំផ្សាយជូនបងប្អូនដែលជា fan របស់ Career Prime Garage អញ្ចឹងបងប្អូនជួបខ្ញុំបងប្អូនមិនបាច់ភ័យទេឬបងប្អូនមានផលិតផលដាក់ឲ្យខ្ញុំលក់បងប្អូនមិនបាច់ខ្វល់ទេលក់បានប្រយោជន៍ហើយលក់បានជាលុយហើយចាំបងប្អូនគិតគូរចែករំលែកមកតិចច្រើនខាង Career Prime Garage មិនដែលខ្វល់ទេសំខាន់បានលក់ផលិតផលនឹងជូនបងប្អូនណាអញ្ចឹងបានន័យថាខ្ញុំធ្វើការជាមួយបងប្អូនធ្វើការជាមួយនឹងអ្នកគ្រប់គ្រង Career Prime Garage ធ្វើការជាមួយបងប្អូនខាងដែលស្គាល់ជាមួយនឹង Career Prime Garage គឺធ្វើការបែបហ្នឹងបានន័យថាបងប្អូនពឹងឲ្យខ្ញុំជួយលក់ផលិតផលនោះដាច់ហើយបានចែកប្រយោជន៍ខ្ញុំអត់ខ្វល់ខ្ញុំអត់ទាប្រយោជន៍មុនទេប៉ុន្តែបើសិនបងប្អូនថាចង់ឲ្យប្រយោជន៍ខ្ញុំមុនឲ្យខ្ញុំខំប្រឹងធ្វើការខ្ញុំក៏ទទួលយកដូចគ្នានេះក៏ទៅជាសំណើប៉ុន្តែប្រយោជន៍យើងមិនទាន់បានជាលុយទេបានន័យថាគេដាក់ផែនការឲ្យយើងឧទាហរណ៍ថាលក់គ្រឿងចក្រមួយដើមគេឲ្យ100 200 300 500អាហ្នឹងក៏ទៅជាការដាក់ឲ្យលើកទឹកចិត្តយើងឲ្យយើងលក់អញ្ចឹងខ្ញុំក៏ជាការឧទាហរណ៍ខ្លីហើយគឺជាការចែករំលែកជូនបងប្អូនមានបងប្អូនមួយចំនួនគាត់មិនទាន់បានលក់មិនទាន់បានធ្វើប៉ុន្តែគាត់ទាមទារប្រយោជន៍មុនអញ្ចឹងជាកំហុសឆ្គងហើយក៏ជាការបើសិនតែបងប្អូនទទួលការងារគេបែបហ្នឹងគ្មានអ្នកណាគេចង់ចាប់ដៃគូមួយបងប្អូនទេដោយសារបងប្អូនសម្លឹងប្រយោជន៍ជាធំអញ្ចឹងណាអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនណាជួបគ្នាវីដេអូក្រោយអរគុណ